ថ្ងៃនេះពីអ្នកពូក្មួយពុកម៉ែបងប្អូនអរគ្នានិយាយថាល្ងាចហើយអត់ដឹងធ្វើអីក៏នឹកឃើញថាពូតោះយើងទៅរកក្តៅព្រោះថាក្តៅដល់ពេលយប់ថ្ងៃខ្ញុំឆ្លោះហ្នឹងគឺសម្បូរមែនតើម្ដងគឺដូចខ្ញុំនិយាយប្រាប់បងប្អូនថានៅក្នុងវីដេអូមុនគឺសម្បូរមែនតើម្ដងគឺច្រើនមែនតើម្ដងហើយបងប្អូនកុំភ្លេចតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាផងដែរបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរថ្ងៃនេះដែរគឺមកកាន់វីដេអូខ្ញុំទៀតបាទហើយដើរអីបដាគឺជីកតាមផ្លូវហ្នឹងគឺបានខ្លះហើយបងប្អូនគ្នាគឺក៏ដោយយើងជីកតាមផ្លូវបានខ្លះហើយយើងថតនេះក៏បាទរៀងក្រែលហើយបងប្អូនគ្នាតម្រាំដល់បានថតបានអីឲ្យបងប្អូនបានទស្សនាបានអីហ្នឹងគឺទាំងហក់ឲ្យបងប្អូនគ្នាហើយនេះដែរគឺជាសកម្មភាពដែលយើងចាក់ក្តៅបងប្អូនគ្នាដោយសារថាវារត់ចូលក្នុងរូងហ្នឹងមួយរូងគឺ45បងប្អូនគ្នាគឺរូងវាច្រើនមែនតើម្ដងនៅតាមភ្លឺស្នែគឺវារូងច្រើនដល់ពេលអញ្ចឹងហើយវារត់ចូលទៅរូងមួយទៅរូងមួយអញ្ចឹងយើងជីករូងនេះវារត់ចូលរូងនោះយើងជីករូងនោះវារត់ចូលរូងនេះអញ្ចឹងបងប្អូនគ្នាអញ្ចឹងហើយក៏យើងជីកមួយរូងវាចូលមួយរូងអញ្ចឹងហើយបើសិនជាយើងដេញវាយអត់តាន់ទេគឺពិបាកមែនតើម្ដងហើយខ្ញុំជាមួយពូខ្ញុំមានតែ2នាក់អញ្ចឹងហើយអត់មានអ្នកកាន់កាមេរ៉ាអត់មានអីអញ្ចឹងគឺពិបាកមែនតើតែម្ដងអញ្ចឹងហើយគឺមានសកម្មភាពតិចតួចដើម្បីចែកម្លែកបងប្អូននឹកឃើញអនុស្សាវរីយ៍នៅស្រែនៅអីដេញកដោអញ្ចឹងបងប្អូនគ្នាអញ្ចឹងហើយគឺវីដេអូនេះក៏ផ្ញើជូនបងប្អូនដែលធ្លាប់ដេញកដោដេញអីថានៅស្រុកស្រែគឺសុបាយប៉ុណ្ណាបងប្អូនគ្នាគឺដេញវាយមិនទាន់ទេបងប្អូនអើយគឺនិយាយទៅគឺរត់ឡើងទាំងហក់ឲ្យអ្នកពូក្មួយគឺនិយាយទៅវីដេអូនេះគឺរៀងសាច់កម្មទេបងប្អូនគ្នាគឺខ្ញុំរត់ឡើងនិយាយទៅឡើងទាំងហក់ហ្មងបងប្អូនហើយនេះកដោដល់ពេលវាធំពេកបងប្អូនគ្នារត់ចូលរូងអត់រួចដល់ពេលហើយមានអីពូខ្ញុំដាក់មកកវ៉ាមានអីនៅនឹងបងប្អូនគ្នាគឺតែណាលែងរួចទេគឺវាធំពេកដល់ពេលអារូងនោះគឺវាទូចហើយនេះដែរគឺសកម្មភាពដែលខ្ញុំរើសកដោបងប្អូនគ្នាគឺយើងដេញវាយហើយយើងបោះមកចិត្តកន្លែងថង់ដែលយើងដាក់ហ្នឹងគឺយើងវាយបានមក4 5អញ្ចឹងគឺយើងប្រមូលដាក់ថង់ម្ដងអញ្ចឹងបងប្អូនគ្នាហើយបន្ទាប់ពីយើងប្រមូលរួចរាល់ហើយយើងក៏ចាប់ផ្ដើមជីកបន្តទៀតអញ្ចឹងបងប្អូនហើយនេះដែរគឺជាសកម្មភាពនៅវាលស្រែបងប្អូនគឺដេញវាយកដោគឺសុបាយមែនតើម្ដងហើយរូងនេះចិត្តគ្នាបងប្អូនគឺរូងនិយាយទៅមកភ្លឺស្រែហ្នឹងរូងចូលចិត្ត10បងប្អូនគ្នាហើយមានបោះហុយមានអីបងប្អូននឹងស្រាប់ហើយរូងកដោគឺមិនងាយស្រួលទេបងប្អូនគ្នាហើយខ្ញុំដេញវាយគឺឡើងវិញវាយអត់ត្រូវបងប្អូនគ្នាកដោមែនចេះតែវាយណាបងប្អូនគ្នាវាយកាត់មុខវាយកាត់អីហើយយើងខានវាយយូរយើងត្រូវរំលឹកក្បាច់គុណនេះបងប្អូនគ្នាអញ្ចឹងហើយគឺមិនងាយស្រួលដែរបងប្អូនគ្នាហើយមានបើសិនជាមានគ្នាខ្ទង់3នាក់ឬក៏4នាក់ល្អហ្មងបងប្អូនគ្នាគឺល្អជាង2នាក់អញ្ចឹងណាហើយមានតែ2នាក់ពូក្មួយគឺពូអ្នកជីកក្មួយអ្នកដេញវាយហ្នឹងបងប្អូននេះគឺនិយាយទៅគឺពិបាកមែនទែនម្ដងហើយសម្រាប់បំណងខ្ញុំវាយគឺធំបងប្អូននេះបើសិនជាខ្ញុំដាក់ត្រូវកដោមួយណាហើយគឺមិនបាច់ទេបងប្អូននេះមិនបាច់បានសាច់ហូបទេគឺឡើងទុកតែម្ដងគាត់ថាដបងធំមែនទែនដបងឈើច្រត់ជ័យបងប្អូនខ្ចីយាយសិនអត់មានឈើអីឈើអាស័យទេតែខ្ចីយាយខ្ចីឈើច្រត់វាដើរវាយកដោមួយពូមកងាយសិនព្រោះថាខ្ញុំមកវាយកដោនេះគឺខ្ទង់ម៉ោង3បងប្អូននេះហើយវាយកដោចូលលក្ខណៈថា1 ម៉ោងកន្លះចុះ1 ម៉ោងកន្លះនៅយើងថតឲ្យយើងអីហើយនៅជីកនៅអីទៀតព្រោះថាកដោច្រើនមែនតើបងប្អូនអរគ្នាឆ្នាំហ្នឹងគឺច្រើនមែនតើមិនថានៅតំបន់ណាបងប្អូនគ្នាគឺស្រុកខ្ញុំគឺនៅតំបន់ស្រុកខ្ញុំគឺសម្បូរមែនតើម្ដងគឺថានិយាយទៅអត់ដឹងថាឆ្នាំហ្នឹងវាមកពីណាបងប្អូនគ្នាឬក៏កើតកូនកើតចៅអីក៏ច្រើនឯងម្លឹងបងប្អូនគឺច្រើនមែនតើម្ដងថ្ងៃគឺច្រើនប៉ុណ្្នឹងហើយយប់បងប្អូនគ្នាដើរសឹងតែទាត់វាបងប្អូនគ្នាគឺដូចបងប្អូនដឹងស្រាប់ហើយដើរខ្ញុំដើរវីដេអូឆ្លងកែបគឺសម្បូរណាស់បងប្អូនគ្នាដល់សារតែខ្ញុំកាមេរ៉ាទូរស័ព្ទទៅខ្ញុំថតអត់ច្បាស់បើសិនជាខ្ញុំថតច្បាស់វិញហ្នឹងគឺខ្ញុំឲ្យបងប្អូនមើលតែម្ដងគឺកដោរត់ឡើងប្រជែងជើងគ្នាតែម្ដងបងប្អូនគ្នាហើយណាមួយមេឃភ្លៀងមកធ្លាក់មកទៀតដល់ពេលអញ្ចឹងហើយវាលិចរូងលិចអីអញ្ចឹងណាចឹងហើយគឺវាចេញរត់ចូលរូងនោះរត់ចូលរូងនេះហើយវានៅតាមភ្លឺស្រែនៅតាមអីហ្នឹងបងប្អូននេះគាត់ថាពេលយើងច្បាច់ទៅផ្លាច់គឺឃើញកដោមុនគេហ្មងអត់មានកែបអត់មានអីទេគឺឃើញកដោគឺច្រើនមែនតើម្ដងហើយគេនិយាយទៅកន្លែងដែលខ្ញុំជាមួយពូខ្ញុំកំពុងតែជីកនេះដេញវាយនេះគឺច្រើនមែនតើបងប្អូនគ្នាក្នុងមួយរូងនឹងចូលជិត20កដោបងប្អូនគ្នាហើយបន្ទាប់ពីអ្នកពូក្មួយជីកមួយរូងនឹងហើយក៏មកហូបទឹកដោយសារតែយើងមេយើងម៉ោង3យើងក្តៅហើយយើងហត់ដែរស្រេកទឹកដែរចឹងបងប្អូនគ្នាក៏មកសម្រាកបន្តិចដើម្បីយើងហូបទឹកហូបអីយើងស្ងួតកដែរបងប្អូនគ្នាគឺដេញកដោបងប្អូននឹងស្រាប់ហើយ
dương cũng khơi nơi cái lạnh này này chẳng tại rút vươn mục nào mà bọn kia cứ cái đau rút mục còi mà bọn này đánh về trong vươn mục này nó hay pu quạt cho từ mục hẹp hàng rút mục bị ra điện nâng bà sân chỉ chỉ nâng chỉ là tha giờ tờ hộp đấy nè bà sân chỉ là tha chỉ giờ mà maintain bóng mà bọn này sân là đặt ba mà bọn này giấy men mà cứ đặt ba đem đòn và sân là bên kia buôn nẹt tập hẻm nẹt sân là đặt ba đem đòn mà bọn này cứ những đồ kia từ bên nhà màu những đồ chỉ đồ cầm lăng kia từ bên nhà màu làm bây giờ dương lạc kia những mọi hot đấy á chẳng hay nhóm miền là bị nẹt pu con nẹt chi hay nhóm nẹt đinh vay hơn tới lấy dương to từ một tiết một màn bọn này hay đây cái chỉ cái đó để dương ở bàn thay đi một màn bọn nàyคือbàn phải cho chất 3 kg đấy từ nãy ấy phải cho chất cái bài 3 kg mà bọn này khơi dẫn ấy tại tôi bị tràn mà bọn này hay bận to pi dương ở vai cái đau vai rủi ro lên cái đau ấy rủi ro thấy mà đau theo mình pu và cắt lưng phim và lạ phim một mai bọn này cứ vậy từ bọn bọn khơi tình hồn mà bọn này cứ dương và lạ cái đường thay vậy là cái hai dương đó bàn sọt giống mà bọn này cứ em maintain này mà đòn hay dương ở bàn từ đến đây buổi thang sai nghĩ thấy nòm dươngประกัดเพลิงធ្វើអីទៀតអត់មានគ្រឿងអត់មានគ្រូគ្រប់គ្រាន់ទេចឹងហើយយើងមានតែមកផ្ទះទេប្រហែលបងនេះគឺមានតែប្រដាក់ប៊ូមួយចឹងហើយមានតែមកផ្ទះដើម្បីយើងប្រកាត់ភ្លើងយកល្ងើកយកខ្ជូងយកអីចឹងមកបងនេះដើម្បីដាក់អាំងវាចឹងអាំងជាមួយអំបិលម្រេចបងប្អូនអូជាតិណាស់បងប្អូនខានហូបយូរដល់ពេលហូបម្ដងនិយាយទៅខានទៅស្រុកយូរដែរចឹងហើយបានហូបក៏ដោយយូរម្ដងបងប្អូនមានអីជាតិណាបងប្អូនក៏ដោយឆ្ងាញ់ជាងគេគឺជើងមុខជើងក្រោយហ្នឹងហើយបងប្អូននេះភ្លៅអីហ្នឹងគឺអស់តោះហើយបងប្អូននេះហើយនេះដែរយើងដាក់អាំងអីខ្លាញ់ស្រក់តក់បងប្អូនអើយហើយជាតិណាបងប្អូនមើលទៅតំណងហើយបងប្អូនតំណងអត់បងប្អូនមើលបាយយីលេទឹកមាត់ហើយមើលទៅពូថាបងប្អូនខ្លះគាត់ខានហូបយូរអញ្ចឹងបើសិនជាបងប្អូនមើលវីដេអូនេះហើយស្រក់ទឹកមាត់ទៅបងប្អូនអើយព្រោះថាជាតិណាស់បងប្អូននេះកដោស្រែមកមកនេះមិនសូវធំអីហ្មងទេហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូន